ខ្មោចទាប្រលឹងគឺជាប្រភេទរឿងនិទានខ្មោចឬរឿងព្រឺព្រួចដ៏ពេញនិយមមួយនៅក្នុងវប្បធម៌ខ្មែរដែលតែងតែលេចឡើងក្នុងរឿងខ្លីៗវីដេអូនិទានឬរឿងភាគនៅលើ YouTube និង Facebook វាមិនមែនជារឿងព្រេងបុរាណដែលមានឯកសារច្បាស់លាស់មួយទេប៉ុន្តែជាប្រភេទរឿងខ្មោចទំនើបដែលតែងតែមានធាតុភ័យរន្ធត់ការសងសឹកឬប្រលឹងដែលមិនស្ងប់សុខទាឬសងអ្វីមួយពីមនុស្សរស់ជាពិសេសទាប្រលឹងឬទាជីវិតនៅក្នុងវប្បធម៌ខ្មែរពាក្យប្រលឹងឬប្រាលឹងសំដៅលើប្រលឹងឬថាមពលជីវិតដែលអាចចាកចេញពីខ្លួនបានដោយសារតែឈឺចាប់ភ័យខ្លាចឬការស្លាប់មិនធម្មជាតិខ្មោចដែលទាប្រលឹងតែងតែជាវិញ្ញាណដែលស្លាប់ដោយអយុត្តិធម៌ដូចជាស្លាប់ដោយឃាតកម្មគ្រោះថ្នាក់ឬការបាត់បង់ខ្លាំងហើយវាតែងតែត្រឡប់មកសងសឹកឬទាប្រលឹងរបស់អ្នកដែលធ្វើបាបវានៅភូមិតូចមួយក្បែរព្រៃមានស្ត្រីវ័យក្មេងម្នាក់ឈ្មោះសុភារួមនៅជាមួយប្តីនិងកូនតូចមួយប្តីរបស់នាងជាមនុស្សអាក្រក់ចូលចិត្តសេពគ្រឿងស្រវឹងនិងវាយធ្វើបាបនាងជាប្រចាំថ្ងៃមួយក្នុងកំហឹងគេបានវាយនាងរហូតដល់ស្លាប់ហើយបានលាក់សាកសពនៅក្នុងផ្ទះចាស់មួយក្នុងព្រៃគេបាននិយាយកុហកថានាងបានរត់ចោលគេទៅរក់នៅកន្លែងឆ្ងាយបន្ទាប់ពីនោះយប់គេចាប់ផ្ដើមសុបិនឃើញនាងត្រឡប់មកដោយមុខស្លេកស្លាំងភ្នែកក្រហមនិងសំឡេងស្រែកថាឲ្យអញវិញប្រលឹងអញវិញពេលភ្ញាក់គេមានអារម្មណ៍ថាមានអ្វីមួយស៊ីសង្កត់លើទ្រូងដកដង្ហើមមិនអាចស្រួលហើយរាងកាយខ្សោយចុះថយរាល់ថ្ងៃកូនតូចរបស់គេក៏ចាប់ផ្ដើមឃើញម៉ែមកលេងប៉ុន្តែមិនមែនម៉ែពិតទេគឺជាស្រមោលស្ត្រីដែលញញឹមប៉ុន្តែភ្នែកមិនមានពន្លឺថ្ងៃមួយគេមិនអាចទ្រាំបានក៏ទៅរកអ្នកធ្វើពិធីឬគ្រូថ្នាំម្នាក់គ្រូថ្នាំបានប្រាប់ថាប្រលឹងរបស់សុភាមិនបានទៅណាឆ្ងាយទេវានៅតែក្នុងផ្ទះនិងកំពុងទាប្រលឹងរបស់គេដើម្បីតបជំនួសឲ្យជីវិតដែលបាត់បង់គ្រូថ្នាំបានធ្វើពិធីហៅប្រលឹងប៉ុន្តែពេលពិធីកំពុងដំណើរការស្រាប់តែមានខ្យល់ត្រជាក់បក់មកសំឡេងស្រែកលឺហើយគេបានឃើញស្ត្រីម្នាក់ឈរនៅមុខទ្វារដោយសក់វែងក្របមុខនិងដៃលើកមកខាងគេនៅទីបញ្ចប់គេសារភាពអំពើខុសរបស់ខ្លួនហើយសុំទោសប្រលឹងសុភាបានស្ងប់ស្ងាត់ប៉ុន្តែមុននឹងបាត់ទៅវាបានខ្សឹបថាអញមិនទាន់បាត់ទេបើអញធ្វើបាបនរណាទៀតអញនឹងត្រឡប់មកវិញបន្ទាប់ពីនោះគេបានផ្លាស់ទៅរស់នៅឆ្ងាយប៉ុន្តែរាល់យប់ដែលគេសេពគ្រឿងស្រវឹងគេនៅតែឮសំឡេងស្រែកតិចនៅក្នុងត្រចៀកឲ្យអញវិញប្រលឹងអញវិញខ្មោចជាស្ត្រីឬក្មេងស្រីដែលស្លាប់ដោយអយុត្តិធម៌ដូចជាវាយធ្វើបាបក្បត់ឬសម្លាប់ពួកវាមកទាប្រលឹងឬជីវិតដើម្បីតបជំនួសឬសងសឹកសញ្ញាភ័យរន្ធត់សុបិនអារម្មណ៍ត្រជាក់សំឡេងខ្សឹបឬឃើញស្រមោលចុងរឿងតែងតែមានការសារភាពឬការសងសឹកដែលមិនចប់សពគ្រប់បើអ្នកចង់ស្ដាប់ឬមើលរឿងពេញល្ងៃមានវីដេអូជាច្រើននៅលើ YouTube ដូចជាឲ្យអញវិញប្រលឹងខ្មោចទាបោះឬខ្មោចទាប្រលឹងពី Channel និទានខ្មែរបើចង់ឲ្យខ្ញុំសរសេរភាគបន្តឬរឿងថ្មីមួយបែបនេះសូមប្រាប់មកប៉ុន្តែសូមប្រយ័ត្នកុំស្ដាប់ពេលយប់តែម្នាក់ឯងខ្លាចព្រឺព្រួចណាស់ខ្លាចព្រឺព្រួចណាស់នៅភូមិតូចមួយក្បែរព្រៃមានស្ត្រីវ័យក្មេងម្នាក់ឈ្មោះសុភារស់នៅជាមួយប្តីនិងកូនតូចប្តីរបស់នាងជាមនុស្សអាក្រក់ចូលចិត្តសេពគ្រឿងស្រវឹងនិងវាយធ្វើបាបនាងជាប្រចាំថ្ងៃមួយក្នុងកំហឹងគេបានវាយនាងរហូតដល់ស្លាប់ហើយបានលាក់សាកសពនៅក្នុងផ្ទះចាស់មួយក្នុងព្រៃគេបាននិយាយកុហកថានាងបានរត់ចោលគេទៅរស់នៅកន្លែងឆ្ងាយបន្ទាប់ពីនោះយប់គេចាប់ផ្ដើមសុបិនឃើញនាងត្រឡប់មកដោយមុខស្លេកស្លាំងភ្នែកក្រហមនិងសំឡេងស្រែកថាឲ្យអញវិញប្រលឹងអញវិញពេលភ្ញាក់គេមានអារម្មណ៍ថាមានអ្វីមួយស៊ីសង្កត់លើទ្រូងដកដង្ហើមមិនអាចស្រួលហើយរាងកាយខ្សោយចុះថយរាល់ថ្ងៃកូនតូចរបស់គេក៏ចាប់ផ្ដើមឃើញម៉ែមកលេងប៉ុន្តែមិនមែនម៉ែពិតទេគឺជាស្រមោលស្ត្រីដែលញញឹមប៉ុន្តែភ្នែកមិនមានពន្លឺថ
ថ្ងៃមួយគេមិនអាចទ្រាំបានក៏តែរកអ្នកធ្វើពិធីឬគ្រូថ្នាំម្នាក់គ្រូថ្នាំបានប្រាប់ថាព្រលឹងរបស់សូភាមិនបានទៅណាឆ្ងាយទេវានៅតែក្នុងផ្ទះនិងកំពុងទាព្រលឹងរបស់គេដើម្បីតបជំនួសឲ្យជីវិតដែលបាត់បង់គ្រូថ្នាំបានធ្វើពិធីហៅព្រលឹងប៉ុន្តែពេលពិធីកំពុងដំណើរការស្រាប់តែមានខ្យល់ត្រជាក់បក់មកសំឡេងស្រែកលឺហើយគេបានឃើញស្ត្រីម្នាក់ឈរនៅមុខទ្វារដោយសក់វែងគ្របមុខនិងដៃលើកមកខាងគេនៅទីបញ្ចប់គេសារភាពអំពើខុសរបស់ខ្លួនហើយសុំទោសព្រលឹងសុភាបានស្ងប់ស្ងាត់ប៉ុន្តែមុននឹងបាត់ទៅវាបានខ្សឹបថាអញមិនទាន់បាត់ទេបើឯងធ្វើបាបនរណាទៀតអញនឹងត្រឡប់មកវិញបន្ទាប់ពីនោះគេបានផ្លាស់ទៅរស់នៅឆ្ងាយប៉ុន្តែរាល់យប់ដែលគេសេពគ្រឿងស្រវឹងគេនៅតែឮសំឡេងតិចតិចនៅក្នុងត្រចៀកឲ្យអញវិញព្រលឹងអញវិញខ្មោចជាស្ត្រីឬក្មេងស្រីដែលស្លាប់ដោយអយុត្តិធម៌ដូចជាវាធ្វើបាបក្បត់ឬសម្លាប់ពួកវាមកទារព្រលឹងឬជីវិតដើម្បីតបជំនួសឬសងសឹកសញ្ញាភ័យរន្ធត់សុបិនអារម្មណ៍ត្រជាក់សំឡេងខ្សឹបឬឃើញស្រមោលចុងរឿងតែងតែមានការសារភាពឬការសងសឹកដែលមិនចប់សពគ្រប់បើអ្នកចង់ស្ដាប់ឬមើលរឿងពេញលេញមានវីដេអូជាច្រើននៅលើ YouTube ដូចជាឲ្យអញវិញព្រលឹងខ្មោចទាបោះឬខ្មោចទាព្រលឹងពី Channel និទានខ្មែរបើចង់ឲ្យខ្លងសរសេរភាគបន្តឬរឿងថ្មីមួយបែបនេះសូមប្រាប់មកប៉ុន្តែសូមប្រយ័ត្នកុំស្ដាប់ពេលយប់តែម្នាក់ឯងខ្លាចព្រឺព្រួយណាស់បន្ទាប់ពីយប់ដែលសូភាបានលេចមុខជាលើកដំបូងបុរសឈ្មោះវីរៈប្តីសូភាបានព្យាយាមធ្វើដូចគ្មានអ្វីកើតឡើងគេបានប្រាប់ខ្លួនឯងថាវាគ្រាន់តែជាសុបិនអាក្រក់ប្រហែលជាដោយសារគេផឹកស្រាច្រើនឬដោយសារគេមានអារម្មណ៍ខុសឆ្គងក្នុងចិត្តគេបានបន្តរស់នៅដោយធម្មតានាំកូនប្រុសតូចឈ្មោះធារាទៅសាលាទៅធ្វើការជាកម្មករសំណង់និងនៅពេលល្ងាចក៏ទៅផឹកស្រាជាមួយមិត្តភក្តិដដែលប៉ុន្តែរាល់យប់ពេលគេត្រឡប់មកផ្ទះអារម្មណ៍ថាមានអ្វីមួយខុសប្លែកបានកើតឡើងផ្ទះតូចដែលធ្លាប់រស់នៅជាមួយសូភាឥឡូវคล้ายជាស្ងប់ស្ងាត់ខុសធម្មតាកូនប្រុសធារាចាប់ផ្ដើមនិយាយតិចហើយតែងតែអង្គុយមើលទៅជញ្ជាំងបន្ទប់គេងដូចជាកំពុងស្ដាប់នរណាម្នាក់និយាយវីរៈសួរកូនថាអ្នកឃើញអីធារាឆ្លើយតបតិចៗថាម៉ែមកលេងម៉ែនិយាយថាម៉ែត្រជាក់ណាស់វីរៈបានស្រែកខ្លាំងប្រាប់កូនថាកុំនិយាយបែបនោះម៉ែទៅឆ្ងាយហើយប៉ុន្តែនៅក្នុងចិត្តគេដឹងថាមិនមែនទៅឆ្ងាយទេវានៅតែនៅទីនេះយប់ទី4វីរៈបានផឹកស្រាច្រើនជាងធម្មតាដើម្បីភ្លេចគេដេកលើគ្រែប៉ុន្តែមិនបានដេកលោកទេគ្រាន់តែដេកសម្លឹងពីដានស្រាប់តែមានសំឡេងទឹកហូរតិចៗពីបន្ទប់ទឹកគេគិតថាប្រហែលជាធារាភ្ញាក់មកបន្ទោទឹកដូច្នេះគេក៏ក្រោកឡើងទៅមើលប៉ុន្តែបន្ទប់ទឹកទទេគ្មាននរណាម្នាក់ហើយក្បាលស្ពៃទឹកក៏បិទជិតប៉ុន្តែសំឡេងទឹកហូរនៅតែបន្តហើយកាន់តែខ្លាំងឡើងវីរៈបានងាកមើលកញ្ចក់ហើយឃើញរូបឆ្លុះរបស់ខ្លួនប៉ុន្តែនៅក្រោយខ្នងគេមានស្ត្រីម្នាក់ឈរសក់វែងគ្របមុខស្លៀកអាវពណ៌សដែលធ្លាប់ជាអាវសូភាគេបានស្រែកហើយងាកទៅក្រោយប៉ុន្តែគ្មាននរណាទេពេលងាកមកមើលកញ្ចក់ម្ដងទៀតរូបឆ្លុះនៅតែមានប៉ុន្តែឥឡូវនេះវាលើកដៃមកប៉ះកញ្ចក់ដូចជាចង់ចេញមកវីរៈរត់ចេញពីបន្ទប់ទឹកបិទទ្វារបន្ទប់គេងហើយអង្គុយញាប់ញ័រនៅលើគ្រែគេលឺសំឡេងខ្សឹបតិចៗពីក្រោយទ្វារឲ្យអញវិញប្រលឹងអញវិញឯងយកអញទៅហើយឥឡូវអញយកវិញពេលព្រឹកឡើងគេឃើញថាកូនប្រុសធារាមានអាការៈឈឺក្តៅហើយនិយាយខុសធម្មតាធារានិយាយថាម៉ែប្រាប់ថាបើឪពុកមិនសារភាពម៉ែនឹងយកឪពុកទៅជាមួយហើយបន្ទាប់មកយកខ្ញុំទៅជាមួយដែរវីរៈភ័យខ្លាំងគេចាប់ផ្ដើមគិតថាมันអាចបន្តបែបនេះទៀតបានទេគេសម្រេចចិត្តទៅរកអ្នកធ្វើពិធីម្នាក់នៅខាងក្រៅភូមិដែលគេឮគេនិយាយថាជាគ្រូថ្នាំខ្លាំងម្នាក់អាចនិយាយជាមួយព្រលឹងបានពេលទៅដល់
គ្រូថ្នាំបានសម្លឹងមើលវីរៈយ៉ាងយូរហើយនិយាយថាឯងមកយឺតហើយវាមិនមែនគ្រាន់តែជាខ្មោចធម្មតាទេវាជាព្រលឹងដែលឯងបានសម្លាប់ហើយវាកំពុងទារព្រលឹងឯងនិងព្រលឹងកូនឯងផងដើម្បីតបជំនួសបើឯងមិនធ្វើអ្វីឥឡូវនេះក្នុងរយៈពេល3យប់ទៀតវានឹងយកព្រលឹងទាំងពីរញាក់ទៅហើយគ្រូថ្នាំបានប្រាប់ឲ្យវីរៈត្រឡប់ទៅផ្ទះយកសាកសពសុភាមកបញ្ចុះឲ្យត្រឹមត្រូវសារភាពអំពើខុសនិងធ្វើពិធីសុំទោសបើមិនធ្វើវានឹងកាន់តែខ្លាំងឡើងរហូតដល់គ្មាននរណាអាចជួយបានទៀតវីរៈត្រឡប់មកផ្ទះដោយចិត្តភ័យខ្លាំងនិងមានអារម្មណ៍ថាមានអ្វីមួយកំពុងស៊ីសង្កត់លើទ្រូងគេរាល់វិនាទីគេដឹងថាយប់នេះឬព្រឹកស្អែកវានឹងកើតឡើងម្ដងទៀតហើយលើកនេះប្រហែលជាមិនមែនគ្រាន់តែខ្សឹបឬលេចមុខទេវានឹងយកអ្វីមួយពីគេទៅពិតប្រាកដវីរៈមិនអាចរងចាំបានទៀតទេពេលថ្ងៃលិចគេបានលួចចេញពីផ្ទះដោយទុកធារាឲ្យនៅជាមួយជីដូនម្ដាយគេនៅផ្ទះជិតខាងគេកាន់ពិលភ្លើងនិងកាំបិតតូចមួយដែលចូលព្រៃខាងក្រោយភូមិទៅកាន់ផ្ទះចាស់ដែលគេធ្លាប់លាក់សាកសពសុភាព្រៃងងឹតសំឡេងសត្វល្អិតស្រែកខ្លាំងប៉ុន្តែគេមានអារម្មណ៍ថាមានអ្វីមួយកំពុងដើរតាមគេជើងស្រាលសក់ខ្យល់ត្រជាក់បក់លឺនិងក្លិនឈាមស្រាលលាយជាមួយក្លិនផ្កាក្រអូបចាស់ពេលទៅដល់ផ្ទះចាស់ទ្វារឈើបានបើកចំហទោះបីគេចាំថាបានចាក់សោកាលពីថ្ងៃនោះក៏ដោយខាងក្នុងងងឹតខ្មៅមានតែពន្លឺពិលភ្លើងតិចវីរៈដើរចូលភ្នែកសម្លឹងទៅកន្លែងដែលគេលាក់សាកសពក្រោមកម្រាលឥដ្ឋចាក់មួយសន្លឹកគេលើកកម្រាលឥដ្ឋចេញហើយឃើញសាកសពសុភាបានបាត់ទៅហើយមានតែស្នាមឈាមចាស់និងសក់ខ្មៅវែងមួយចង្កោមនៅសេសសល់វីរៈញ័រទាំងខ្លួនកំបិតធ្លាក់ពីដៃហើយគេស្រែកថាអ្នកនៅឯណាចិនមកស្រាប់តែពន្លឺពិលភ្លើងរបស់គេរលត់ងងឹតទាំងស្រុងខ្យល់ត្រជាក់បក់មកខ្លាំងហើយសំឡេងខ្សឹបស្រាលបានឮជុំវិញគេអញនៅទីនេះអញនៅក្នុងឯងហើយវីរៈមានអារម្មណ៍ថាមានដៃត្រជាក់មួយចាប់កមានសក់វែងស្អិតនឹងមុខនិងមានក្លិនឈាមខ្លាំងឡើងគេព្យាយាមរត់ចេញប៉ុន្តែជើងគេហាក់ដូចជាត្រូវបានទាញចុះហើយគេដួលទៅលើដីនៅពេលនោះគេឃើញនាងសុភាឈរនៅមុខគេមុខស្លេកស្លាំងភ្នែកសគ្មានកន្ទុយភ្នែកមាត់ញញឹមធំប៉ុន្តែគ្មានធ្មេញនាងលើកដៃមកប៉ះមុខគេហើយនិយាយថាឯងយកជីវិតអញឥឡូវអញយកព្រលឹងឯងប៉ុន្តែមិនមែនឯងតែម្នាក់ទេកូនយើងក៏ត្រូវទៅជាមួយអញដែរព្រោះឯងធ្វើឲ្យគេគ្មានម៉ែវីរៈស្រែកខ្លាំងព្យាយាមក្រោកឡើងប៉ុន្តែរាងកាយគេធ្ងន់ដូចមានថ្មសង្កត់គេសុំទោសស្រែកថាអត់ទោសអញខុសហើយអញមិនគួរធ្វើបែបនោះទេសុំអ្នកកុំយកកូនអញទៅវាគ្មានទោសប៉ុន្តែសុភាមិនឆ្លើយគ្រាន់តែញញឹមហើយដៃនាងចាប់ចូលទៅក្នុងទ្រូងគេដូចជាចង់ទាញអ្វីមួយចេញវីរៈមានអារម្មណ៍ថាមានអ្វីមួយកំពុងត្រូវបានទាញចេញពីខ្លួនដកដង្ហើមខ្លាំងឈឺចាប់ខ្លាំងហើយភ្នែកចាប់ផ្ដើមងងឹតនៅពេលនោះសំឡេងគ្រូថ្នាំដែលគេជួបពេលល្ងាចបានលាន់ឮក្នុងក្បាលគេសារភាពឲ្យច្បាស់និងសន្យាថានឹងធ្វើបុណ្យឲ្យនាងបើមិនដូច្នេះវានឹងមិនបញ្ចប់ទេវីរៈប្រឹងប្រែងស្រែកថាអញសារភាពហើយអញសម្លាប់ញាក់អញខុសធ្ងន់ណាស់អញសន្យាថានឹងធ្វើបុណ្យឲ្យញាក់នឹងសាងវត្តឲ្យញាក់នឹងប្រាប់គ្រប់គ្នាថាអញជាឃាតករសូមញាក់កុំយកកូនអញទៅសូមញាក់ស្រាប់តែដៃត្រជាក់នោះបានបន្ធូរសុភាដកដៃចេញពីទ្រូងគេហើយមើលគេដោយភ្នែកដែលមានទឹកភ្នែកខ្មៃនាងនិយាយតិចថាអញស្ដាប់ហើយប៉ុន្តែអញមិនទប់អ្នកងាយទេបើឯងកុហកឬបោះបង់ការសន្យាអញនឹងត្រឡប់មកវិញហើយលើកនេះអញនឹងមិនសុំតែព្រលឹងម្នាក់ទេបន្ទាប់មកសុភាបានរលាយបាត់ទៅក្នុងភាពងងឹត
ពន្លឺពៀភ្លើងបានឆាប់ឡើងវិញហើយវីរៈអង្គុយញាប់ញ័រនៅលើដីដកដង្ហើមធំទឹកភ្នែកហូរគេដឹងថានេះមិនមែនជាចុងបញ្ចប់ទេគ្រាន់តែជាការពន្យាពេលប៉ុណ្ណោះពេលត្រឡប់មកផ្ទះគេឃើញធារាដេកលក់ស្កប់មុខមិនក្តៅទៀតទេប៉ុន្តែនៅលើខ្នើយកូនមានសក់ខ្មៅវែងមួយសរសៃដែលមិនមែនជាសក់របស់ធារាវីរៈយកសក់នោះទៅដុតប៉ុន្តែគេដឹងថាវាមិនអាចដុតអស់បានទេព្រោះវាមិនមែនជាសក់ធម្មតាព្រឹកស្អែកវីរៈបានទៅប្រាប់អាជ្ញាធរថាគេជាឃាតករបានសម្លាប់ប្រពន្ធខ្លួនឯងហើយសូមឲ្យគេជួយស្វែងរកសាកសពដើម្បីធ្វើបុណ្យប៉ុន្តែក្នុងចិត្តគេដឹងថាទោះបីគេត្រូវជាប់គុកឬស្លាប់ក៏ដោយក៏ប្រលឹងសុភានៅតែនៅជាមួយគេរងចាំមើលថាតើគេនឹងរក្សាការសន្យាឬអត់បន្ទាប់ពីយប់នោះវីរៈបានប្រាប់អាជ្ញាធរទាំងអស់គេនាំពួកគេទៅផ្ទះចាក្នុងព្រៃចង្អុលទៅកន្លែងដែលគេលាក់សាកសពប៉ុន្តែពេលពួកគេជីកគ្មានអ្វីនៅទីនោះទេមានតែដីសើមនិងស្នាមឈាមចាស់ដែលហាក់ដូចជាមិនទាន់ស្ងួតទាំងស្រុងប៉ូលីសសួរគេម្ដងហើយម្ដងទៀតថាតើគេប្រកាសឬអត់ថាគេបានសម្លាប់ប្រពន្ធវីរៈសារភាពខ្លាំងស្រែកថាខ្ញុំធ្វើមែនខ្ញុំវាយនាងរហូតដល់ស្លាប់សូមជួយរកសាកសពនាងដើម្បីខ្ញុំធ្វើបុណ្យដើម្បីឲ្យនាងស្ងប់ស្ងាត់ប៉ុន្តែគ្មានសាកសពគ្មានភ័ស្តុតាងគ្មានសាក្សីពួកគេចាត់ទុកថាគេឈួតឬកំពុងសារភាពคล้ายដើម្បីស្វែងរកការយកចិត្តទុកដាក់គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចិត្តសាស្ត្រដើម្បីពិនិត្យនៅមន្ទីរពេទ្យវីរៈត្រូវបានចាក់ថ្នាំនិងឲ្យដេកក្នុងបន្ទប់តែម្នាក់ឯងគេនៅតែឃើញនាងរាល់យប់ម្ដងនាងឈរនៅជើងគ្រែម្ដងនាងអង្គុយនៅក្បែរខ្នើយម្ដងទៀតនាងដេកនៅលើទ្រូងគេធ្វើឲ្យគេដកដង្ហើមមិនចេញគេស្រែកហៅគ្រូពេទ្យប៉ុន្តែគ្មាននរណាជឿគេត្រូវបានចាត់ទុកថាជាអ្នកជំងឺផ្លូវចិត្តដែលមានការសោកស្ដាយខ្លាំងនិងកំពុងបង្កើតរូបភាពខ្លួនឯងថ្ងៃមួយក្រោយពី3ខែនៅមន្ទីរពេទ្យវីរៈត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដោយមានលក្ខខណ្ឌត្រូវទៅពិនិត្យជាប្រចាំគេត្រឡប់មកភូមិប៉ុន្តែឥឡូវនេះគេរួមនៅតែម្នាក់ឯងធារាត្រូវបានឲ្យទៅរស់ជាមួយជីដូនម្ដាយព្រោះគេខ្លាចថាវីរៈអាចធ្វើបាបកូនខ្លួនឯងវីរៈមិនបានជំទាស់ទេគេយល់ថាវាល្អជាងព្រោះគេខ្លាចថាសុភានឹងយកធារាទៅជាមួយរាល់យប់គេអង្គុយនៅមុខផ្ទះដុតធូបដាក់បាយនិងទឹកសម្រាប់នាងគេនិយាយតិចថាអត់ទោសអញធ្វើបុណ្យឲ្យញាក់រាល់ថ្ងៃអញមិនផឹកស្រាទៀតទេអញនឹងរស់ដើម្បីសងអំពើខុសសូមញាក់កុំយកកូនយើងទៅប៉ុន្តែគ្មានចម្លើយមានតែខ្យល់ត្រជាក់និងសំឡេងស្លឹកឈើញាក់តិចរហូតដល់យប់មួយក្នុងខែមេសាឆ្នាំ2049វីរៈភ្ញាក់ឡើងពីដំណេកដោយឃើញធារាឈរនៅមាត់ទ្វារគង់ប្រុសមកតែម្នាក់ឯងមុខស្លេកស្លាំងភ្នែកសនិងញញឹមតិចដូចម៉ែវីរៈស្រែកធារាគង់មកណាប៉ុន្តែធារាមិនឆ្លើយគ្រាន់តែលើកដៃមកប៉ះមុខឪពុកហើយនិយាយសំឡេងតូចថាម៉ែប្រាប់ថាឪពុកមិនទាន់សារភាពគ្រប់គ្រាន់ទេដូច្នេះខ្ញុំត្រូវមកជួយម៉ែវីរៈរត់ទៅកាន់កូនប៉ុន្តែពេលប៉ះរាងកាយធារាត្រជាក់ដូចទឹកកកហើយភ្នែកកូនប្រែជាសគ្មានកន្ទុយភ្នែកវីរៈដឹងថានេះមិនមែនជាធារាទេវាជានាងដែលបានចូលខឹងខ្លួនកូនគេស្រែកហៅឈ្មោះធារាប៉ុន្តែសំឡេងដែលឆ្លើយតបគឺសំឡេងសុភាអញបាននិយាយហើយបើឯងមិនសន្យាពិតអញនឹងយកទាំងអស់គ្នាវីរៈលុតជង្គង់ចុះអោបកូនហើយស្រែកយំខ្លាំងសារភាពរាល់អំពើខុសទាំងអស់សន្យាថានឹងរស់ដើម្បីធ្វើបុណ្យនិងសុំទោសនាងរាល់ថ្ងៃនៅពេលនោះរាងកាយធារាបានញ័រភ្នែកត្រឡប់មកធម្មតាហើយកូនស្រែកថាឪពុកខ្ញុំខ្លាចវីរៈអោបកូនយ៉ាងតឹងទឹកភ្នែកហូរហើយនិយាយថាឪពុកនឹងការពារកូនឪពុកសន្យាបន្ទាប់មកគ្មាននាងលេចមុខទៀតទេវីរៈបានផ្លាស់ទៅរស់ជាមួយធារានិងជីដូនម្ដាយបានឈប់ផឹកស្រាបានទៅវត្តរាល់ថ្ងៃធ្វើបុណ្យឲ្យសុភានិងនិយាយសុំទោសនៅមុខរូបថតនាងគេមិនដែលនិយាយអំពីរឿងនេះជាមួយនរណាទេលើកលែងតែធារាដែលនៅតែចងចាំថាមានយប់មួយម៉ែបានមកលេងប៉ុន្តែមិនបានធ្វើបាបគេទេរឿងខ្មោចទាបរលឹក